អនុវត្តនិងសិក្សានៅផ្នែកសំខាន់មួយចំនួនដូចជាទី1ផ្នែកស្ថាបត្យកម្មយើងបានសិក្សាពីការប្រើប្រាស់ពន្លឺនិងខ្យល់ធម្មជាតិដែលកត្តាទាំងពីរនេះជួយឲ្យអ្នករស់នៅមាននៅផាសុកភាពល្អព្រមទាំងកាត់បន្ថយនៃការប្រើប្រាស់ថាមពលអគ្គិសនីផងដែរទន្ទឹមនឹងនោះយើងក៏បានសិក្សាអំពីលំហរបស់មនុស្សនៅតាមជាន់នីមួយៗដោយបានបង្កើតឲ្យមាននៅច្រកសម្រាប់ជំនះខ្លួននៅក្នុងករណីមានបញ្ហាអាសន្នណាមួយដែលអាចកើតឡើងជាយថាហេតុចំណុចទី2តកតងនឹងគ្រឿងបង្គុំសំដង់យើងមានវិស្វករដែលមានបទពិសោធន៍និងជំនាញខ្ពស់នៅក្នុងការកណនានៅគ្រឿងបង្គុំសំដង់របស់យើងដើម្បីឲ្យបានទទួលនូវសុវត្ថិភាពនិងមានគុណភាពសម្រាប់អ្នកប្រើប្រាស់ចំណុចទី3ទន្ទឹមនឹងយើងសិក្សាទៅលើប្លង់យ៉ាងហ្មត់ចត់ហើយនោះនៅក្នុងការងារអនុវត្តការងារនៅការដ្ឋានជាក់ស្ដែងយើងមានក្រុមអ្នកបច្ចេកទេសក៏ដូចជាក្រុមវិស្វកររបស់យើងនៅចាំតាមដានត្រួតពិនិត្យបច្ចេកទេសនៅរាល់សកម្មភាពនីមួយៗនៃការដ្ឋានដើម្បីឲ្យសំណង់របស់យើងសាងសង់គ្រប់ទៅតាមបទដ្ឋានបច្ចេកទេសនិងមានគុណភាពសុខភាពសុវត្ថិភាពនិងមានអាយុកាលបានយូរអង្វែងផងដែរ